តើអ្វីទៅជាការសាក់លបងធ្ងន់ធ្ងរបំផុតសម្រាប់អ្នកកាន់ធម៌គឺការសំខាន់ថ្ងៃនេះយើងនឹងវិភាគរឿងពិតរបស់ព្រះចលកាលនិងព្រះមហាកាលដែលជាបងប្អូនបង្កើតរឿងនេះបង្ហាញពីភិក្ខុពីរអង្គដែលប្រឈមនឹងបញ្ហាដូចគ្នាគឺភរិយាដែលមានលទ្ធផលខុសៗគ្នាស្រឡះគន្លឹះគឺស្ថិតនៅលើគាថាទី6ទី7ចលកាលឧទាហរណ៍នៃដើមឈើដែលមានកម្លាំងខ្សោយរៀបរាប់តាមគម្ពីរចលកាលលោកបួសមិនទាន់បានមួយព្រះវស្សាផងក៏លាចាកសិក្ខាបទសឹកដោយសារតែភរិយារំខានខ្លាំងពេកនេះគឺជាឧទាហរណ៍ជាក់ស្ដែងនៃការបរាជ័យក្នុងការសង្រួមចិត្តតាមគាថាទី6លោកចលកាលគឺត្រូវនឹងលក្ខណៈសុភានុបស្សង្ឃវិហរន្តាំងយល់ឃើញអារម្មណ៍ភរិយាថាជាសុខនិងឥន្ទ្រិយេសុអសង្វុតាំងមិនសង្រួមឥន្ទ្រីដូច្នេះមាននៃកិលេសរមែងបៀតបៀនលោកបានដោយងាយដូចជាខ្យល់បក់បោករំលើងនៅដើមឈើដែលមានកម្លាំងខ្សោយព្រះមហាកាលតាំងចិត្តនៃភ្នំថ្មតាន់គាថាទី7មហាកាលជាបងបួសដោយសទ្ធាជ្រះថ្លាហើយបានសម្រេចជាព្រះអរហត្តផលភរិយារបស់លោកបានព្យាយាមធ្វើតាមបែបចលកាលដោយនិមន្តព្រះពុទ្ធទៅឆ្ងាយហើយនៅចាំបង្គាប់បង្ខំឲ្យលោកសឹកប៉ុន្តែព្រះមហាកាលក៏ត្រូវនឹងលក្ខណៈនៃគាថាទី8អសុភានុបស្សង្ឃវិហរន្តាំងពិចារណាឃើញអារម្មណ៍មិនល្អនិងឥន្ទ្រិយេសុសង្វុតាំងសង្រួមឥន្ទ្រីទាំងឡាយបានល្អដូច្នេះនៃកិលេសមិនអាចបៀតបៀនលោកបានឡើយមហាកាលហោះទៅនឹងមេរៀនសង្រួមតាមរៀបរាប់តាមគម្ពីរដោយលោកជាព្រះអរហន្តមិនព្រមសឹកលោកក៏បានប្រើអភុតហេតុហោះទៅលើអាកាសត្រឡប់មកវត្តវិញជ័យជំនះរបស់លោកមហាកាលគឺជ័យជំនះនៃសេចក្តីព្យាយាមនឹងការសង្រួមឥន្ទ្រីដែលត្រូវនឹងគាថាទី8ទាំងស្រុងខ្យល់បក់បោកថ្មភ្នំតាន់ឲ្យបាក់បែកមិនបានរឿងព្រះចលកាលនិងមហាកាលបញ្ជាក់ថាគ្រោះថ្នាក់នៃការបាត់បង់សីលធម៌គឺមិនមែនមកអំពីកម្លាំងខាងក្រៅទេតែមកពីកម្លាំងខ្សោយនៃចិត្តយើងជួអនុវត្តអនុភានុបស្ស័យនិងសង្រួមឥន្ទ្រីដើម្បីសម្រេចនៅសេចក្តីសុខខ្ពស់បំផុតណដ្ឋិសន្តិប្រាំងសុខខាងពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយសូមអរគុណដែលបានតាមដាននៅpage កូនជឿនវិភាគអក្សរសិល្ប៍ខ្មែរ Digital សូមក្រាបថ្វាយបង្គំលាសូមជម្រាបលា